ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំកាលពីថ្ងៃច័ន្ទទី2ខែមីនាបានប្រមានថាការវាយប្រហាររបស់លោកលើប្រទេសអ៊ីរ៉ង់អាចនឹងអូសបន្លាយពេលយូរជាង1ខែខណៈដែលសង្គ្រាមបានរីករាលដាលដោយសារអ៊ីស្រាអែលបានបន្តទម្លាក់គ្រាប់បែកលើប្រទេសលីបង់ចំណែកឯទីក្រុងតេហេរ៉ង់បានកំណត់គោលដៅវាយប្រហារលើទីតាំងប្រេងកាតនៅក្នុងបណ្ដាប្រទេសតំបន់ឈូងសមុទ្រលោកដូណាល់ត្រាំបានថ្លែងនៅសេតវិមានថាតាំងពីដំបូងមកយើងបានគ្រោងទុកថានឹងប្រើពេលពី4ទៅសប្តាហ៍ប៉ុន្តែយើងមានសមត្ថភាពអាចបន្តបានយូរជាងនេះឆ្ងាយណាស់ទន្ទឹមនឹងនេះលោកដូណាល់ត្រាំបានប្រាប់សារព័ត៌មាន CNN នៅក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទរយៈពេល9នាទីកាលពីព្រឹកថ្ងៃច័ន្ទទី2ខែមីនាថាកងទ័ពសហរដ្ឋអាមេរិកកំពុងតែវាយប្រហារលើប្រទេសអ៊ីរ៉ង់ប៉ុន្តែរលកវាយប្រហារដ៏មហិមាពិតប្រាកដមួយមិនទាន់បង្ហាញខ្លួននៅឡើយទេនាយករដ្ឋមន្ត្រីថៃលោកអនុทิន ឆាន់វរៈគូនបានធានាចំពោះសាធារណជនថាប្រទេសថៃមានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងផលប៉ះពាល់ដែលកើតចេញពីចំនួនកំពុងបន្តរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ដោយលោកបានពណ៌នាថាផលប៉ះពាល់នាពេលបច្ចុប្បន្នគឺស្ថិតក្នុងកម្រិតមានកំណត់និងអាចគ្រប់គ្រងបានអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិបានលើកឡើងថាប្រសិនបើចំនួននេះបញ្ចប់ទៅក្នុងរយៈពេល1ខែប៉ុន្តែច្រកសមុទ្រ Hormuz នៅតែបន្តបិទតម្លៃប្រេងអាចហក់ឡើងដល់ចន្លោះពី$99ទៅ$105ក្នុងមួយបារ៉ែតនៅក្រោមសេណារីយ៉ូនេះការព្យាករណ៍អំពីកំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃសម្រាប់ឆ្នាំនេះនឹងធ្លាក់ចុះពី 2% មកត្រឹម 1.6% វិញមន្ត្រីជំនាញរូបនេះបានបន្តថាទោះជាយ៉ាងណាក៏ដោយប្រសិនបើចំនួននេះអូសបន្លាយពេលលើសពី1ខែរួមជាមួយនឹងការបន្តបិទច្រកសមុទ្រ Hormuz នោះតម្លៃប្រេងអាចនឹងហក់ឡើងដល់ចន្លោះពី$115ទៅ$125អាមេរិកក្នុងមួយបារ៉ែកត្តានេះនឹងធ្វើឲ្យកំណើន GDP របស់ប្រទេសថៃសម្រាប់ឆ្នាំនេះធ្លាក់ចុះមកត្រឹម 1.3%ប្រទេសអេស្ប៉ាញបានបញ្ជាក់ថាសហរដ្ឋអាមេរិកមិនបានប្រើប្រាស់ហើយក៏មិនអនុញ្ញាតឲ្យប្រើប្រាស់មូលដ្ឋានទ័ពរួមគ្នានៅលើទឹកដីរបស់ខ្លួនសម្រាប់ប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់នោះដែរប្រតិបត្តិការវាយប្រហារលើអ៊ីរ៉ង់ដែលជាសកម្មភាពមួយត្រូវបានទីក្រុងម៉ាឌ្រីតថ្កោលទោសយ៉ាងខ្លាំងគួរជម្រាបជូនថាសហរដ្ឋអាមេរិកបានឈរជើងនៅក្នុងមូលដ្ឋានយោធាទាំងនេះក្រោមគោលការណ៍នៃការប្រើប្រាស់រួមគ្នាប៉ុន្តែមូលដ្ឋានយោធាទាំងនោះនៅតែស្ថិតក្រោមអធិបតេយ្យភាពរបស់ប្រទេសអេស្ប៉ាញដដែលរដ្ឋមន្ត្រីក្រសួងការពារជាតិអេស្ប៉ាញលោកស្រី Margarita Robles បានបញ្ជាក់ថាមូលដ្ឋានទ័ពទាំងនេះនឹងមិនផ្ដល់ការគ្រប់គ្រងនោះទេលើកលែងតែករណីចាំបាច់ណាមួយដែលពាក់ព័ន្ធនឹងទិដ្ឋភាពមនុស្សធម៌តែប៉ុណ្ណោះប្រធានាធិបតីបារាំងលោកអេម៉ានូអែលម៉ាក្រុងបានប្រកាសកាលពីថ្ងៃច័ន្ទទី2ខែមីនាថាប្រទេសបារាំងនឹងបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួនជាលើកដំបូងដែលមិនធ្លាប់ក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះលោកបានសង្កត់ធ្ងន់ថាដើម្បីទទួលបានសេរីភាពយើងត្រូវធ្វើឲ្យគេញញើតប្រធានាធិបតីបារាំងលោកអេម៉ានូអែលម៉ាក្រុងបានប្រកាសពីការធ្វើបច្ចុប្បន្នភាពលើគោលការណ៍របស់ប្រទេសបារាំងចំពោះលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងសន្ទរកថាមួយដែលត្រូវបានធ្វើឡើងនៅក្នុងមូលដ្ឋានទ័ពយោធាដែលជាទីតាំងឈរជើងនៃនាវាមុជទឹកបំពាក់ដោយក្បាលគ្រាប់មីស៊ីលប៉ាឡេស្ទិករបស់ប្រទេសអគ្គនាយកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិបានលើកឡើងថាប្រទេសកូរ៉េខាងជើងកំពុងបន្តដំណើរការមន្ទីរពិសោធន៍ចម្រាញ់អ៊ុយរ៉ាញ៉ូមនៅក្នុងតំបន់យ៉ុងបយ៉ននិងកាន់សុងដោយលោកបានចាត់ទុកសកម្មភាពទាំងនេះថាជាការព្រួយបារម្ភយ៉ាងខ្លាំងអគ្គនាយក IAEA លោក Rafael Grossi បានធ្វើការកត់សម្គាល់បែបនេះក្នុងអំឡុងពេលថ្លែងសន្ទរកថាបើកអង្គប្រជុំក្រុមប្រឹក្សាអភិបាលកាលពីថ្ងៃច័ន្ទទី2ខែមីនានៅទីក្រុងវេយ៉ិនប្រទេសអូទ្រីសដោយលោកបានមានប្រសាសន៍ថា IAEA នៅតែបន្តតាមដានកម្មវិធីនុយក្លេអ៊ែររបស់ DPRK គឺជាអក្សរកាត់នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េដែលជាឈ្មោះផ្លូវការរបស់ប្រទេសកូរ៉េខាងជើងលោក Grossi បានហៅការបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងថាជាការរំលោភបំពានយ៉ាងច្បាស់ក្រឡែតលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ